Rồi,សួស្តីបងប្អូនឥឡូវយើងមកមើលពីការធ្វើតេស្ត microphone mono VLT5 ទាំងអស់គ្នាដោយឥឡូវនេះខ្ញុំកំពុងតែប្រើវាផ្ទាល់ជាមួយនឹង microphone model ថ្មីនេះដោយនៅខាងក្រៅមេឃកំពុងតែភ្លៀងខ្លាំងមែនតើអញ្ចឹងដោយសារមេឃកំពុងតែភ្លៀងខ្លាំងអញ្ចឹងវាប្រកាសជាមានសលេងរំខានចូលមកខ្លាំងហើយអញ្ចឹងតិចទៀតខ្ញុំនឹងបើកវានៅលើមុខងារកាត់សលេងរំខានកម្រិតទី3បាទដែលជាកម្រិតខ្លាំងដើម្បីឲ្យវាជួយផ្ដាច់នៅសលេងរំខានដែលនៅក្នុងការថតវីដេអូរបស់ខ្ញុំបាទសួស្តីបងប្អូនឥឡូវនេះខ្ញុំកំពុងតែប្រើវានៅលើមុខងារកាត់សលេងរំខានកម្រិតទី3តើបងប្អូនទទួលបានសលេងយ៉ាងណាដែរបាទគឺបាទជាក់ស្ដែងគឺភ្លៀងខ្លាំងមែនតើចឹងឥឡូវនេះបងប្អូនកំពុងតែស្ដាប់ផ្ទាល់ហ្នឹងគឺនៅលើមុខងារកាត់សលេងរំខានរបស់ microphone mono បាទអញ្ចឹងសម្រាប់ការធ្វើតេស្តជាមួយនឹងមេឃភ្លៀងខ្លាំងគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណ